ប្រហែលជាដោយសារតែជាប់តាក់ទងជាមួយនឹងរឿងព្រេងដ៏កំសត់ព្រាត់ប្រាសនេះហើយទើបបានជាគេហៅឈ្មោះទីនេះថាប្រាសាទចៅស្រីវិបុលប្រាសាទចៅស្រីវិបុលគឺជាប្រាសាទដ៏ចំណាស់មួយដែលត្រូវបានកសាងឡើងតាំងពីក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី1គឺសម័យជាមួយគ្នានឹងប្រាសាទល្បីៗជាច្រើនដូចជាប្រាសាទព្រះវិហារប្រាសាទភ្នំជីសូរនិងប្រាសាទឃ្លាំងអីជាដើមបើទោះបីជាប្រាសាទនេះនៅតែមានសម្រស់ស្រស់ស្អាតមានប្រវត្តិសាស្ត្រដ៏យូរលង់មានក្បូរក្បាច់រចនាដ៏ល្អឯកមានរឿងព្រេងដំណាលយ៉ាងកំសត់ពីរោះជក់ចិត្តយ៉ាងណាក៏ដោយក៏ប្រាសាទមួយនេះហាក់បីដូចជាឯកាមិនសូវមានអ្នកស្គាល់និងអ្នកទៅទស្សនាដោយប្រាសាទដទៃទៀតនៅតំបន់អង្គរនោះប៉ុន្មានឡើយបើនិយាយពីចម្ងាយវិញគឺត្រឹមតែប្រមាណ20គីឡូម៉ែត្រតែប៉ុណ្ណោះពីទីរួមខេត្តសៀមរាបបើនិយាយអំពីភាពសម្បូរបែបនៃប្រាសាទចៅស្រីវិបុលគួរណាស់តែជាទីកន្លែងដែលមានភ្ញៀវទេសចរទៅមកហូហែច្រើនកុះករហើយនឹងមានកូនចៅខ្មែរប្រុសស្រីដែលជាជំនាន់ក្រោយនៃបុព្វបុរសខ្មែរដ៏អស្ចារ្យបានទៅស្វែងយល់និងទស្សនានៅទីនោះឲ្យបានច្រើនជាងនេះដើម្បីជាការចូលរួមលើកស្ទួយនៅស្នាដៃបុព្វបុរសខ្មែរនិងដើម្បីជាការផ្សព្វផ្សាយនៅទីកន្លែងទេសចរដែលបងប្អូនមិនធ្លាប់បានស្គាល់មិនធ្លាប់បានឮនិងមិនធ្លាប់បានទៅទស្សនាពីមុនឲ្យបានកាន់តែច្រើនទូលំទូលាយនោះឬក៏ជាជំរើសនៅថ្ងៃណាមួយដែលបងប្អូនមានពេលទៅទស្សនាដូច្នេះខ្ញុំបាទសូមបកស្រាយឬក៏លើអំពីប្រាសាទចៅស្រីវិបុលជូនបងប្អូនទស្សនានិងស្ដាប់កម្សាន្តដូចតទៅបើសិនជាយើងធ្វើដំណើរចាក់ចេញពីក្រុងសៀមរាបធ្វើដំណើរទៅកាន់វងតូចនៅពេលដល់ហួសប្រាសាទក្រវ៉ាន់បន្តិចយើងនឹងឃើញមានផ្លូវមួយបត់ស្ដាំទៅកាន់ប្រាសាទបាតជុំប៉ុន្តែគឺយើងធ្វើដំណើរតាមផ្លូវនឹងត្រង់រហូតទៅដល់ផ្លូវជាតិលេខ67ឆ្លងផ្លូវជាតិតែបន្តិចយើងនឹងទៅដល់ប្រាសាទមួយដែលមានឈ្មោះថាប្រាសាទចៅស្រីវិបុលប្រាសាទចៅស្រីវិបុលឬក៏អ្នកខ្លះហៅថាប្រាសាទចៅស្រីវិបុលគេគឺជាប្រាសាទដ៏ល្អវិចិត្រមួយនៅលើកំពូលភ្នំដ៏តូចច្រឡឹងដែលមានកម្ពស់ប្រមាណជា60ម៉ែត្រពីដីសម្រាប់អ្នកទស្សនាដែលចេះសង្កេតគឺយើងឃើញថាភ្នំនេះគឺកើតឡើងដោយធម្មជាតិហើយនឹងមានថ្មនៅលើកំពូលភ្នំប៉ុន្តែថ្មនោះមិនមែនជាថ្មដែលបុព្វបុរសខ្មែរយើងបានកាត់យកទៅកសាងប្រាសាទនោះទេគឺថាប្រាសាទដែលកសាងនៅលើកំពូលភ្នំនេះគឺត្រូវបានកាត់ថ្មយកពីតំបន់ភ្នំគូលែនវសាងសង់ដោយសារថាថ្មដែលកាត់យកពីតំបន់ភ្នំគូលែនគឺជាប្រភេទថ្មភក់ដែលមានភាពរលោងស្អាតជាងថ្មដែលនៅលើកំពូលភ្នំធម្មជាតិមួយនេះដោយបុព្វបុរសគ្រាន់តែចាំងឬក៏ឆ្កាថ្មដែលនៅលើកំពូលភ្នំនេះឲ្យរាបស្មើដើម្បីធ្វើជាទីតាំងសម្រាប់ការសាងសង់ប្រាសាទហើយនឹងការចាំងឬក៏ដាប់ថ្មចេញដើម្បីឲ្យคล้ายទៅជាផ្លូវធម្មជាតិសម្រាប់ឡើងទៅលើកំពូលភ្នំឬក៏ទៅកាន់ប្រាសាទដែលសាងសង់នៅលើភ្នំនោះឯងខ្ញុំសង្កេតឃើញជុំវិញគឺមានផ្លូវឡើងមកកាន់ប្រាសាទពីទិសទាំង4គ្រាន់តែថាផ្លូវដែលមានភាពងាយស្រួលខ្លាំងគឺនៅទិសខាងលិចខាងជើងនិងខាងត្បូងចំណែកផ្លូវដែលមកពីទិសខាងកើតវិញគឺជាផ្លូវដ៏ចម្លែកដោយសារតែខ្ញុំសង្កេតឃើញមានខ្លងទ្វារមកកាន់តួប្រាសាទប៉ុន្តែមិនមានជណ្ដើរឡើងទៅកាន់ប្រាង្គប្រាសាទនោះទេនៅទិសខាងកើតយើងឃើញមានសំណង់ចម្លែកជាច្រើនជាពិសេសនោះគឺយើងមិនឃើញមានកម្មជណ្ដើរសម្រាប់ឡើងមកកាន់កំពូលប្រាសាទដែលជាទូទៅគឺជាផ្លូវសំខាន់ជាងគេឬមួយក៏បុព្វបុរសសម័យនោះគិតអ្វីឬក៏ចង់ធ្វើអ្វីនៅចំណុចនោះមានតែបងប្អូនទៅតាមដានទស្សនាមួយខ្ញុំបាទរហូតដល់ទីបញ្ចប់នៃវីដេអូនេះនៅសងខាងផ្លូវចដើរឡើងពីទិសខាងលិចបងប្អូននឹងឃើញកាន់តែច្បាស់អំពីស្លាកស្នាមដែលមានការកាត់ថ្មឬក៏ចាំងថ្មដើម្បីធ្វើជាចដើរឡើងនេះគឺយើងឃើញថាមានថ្មធម្មជាតិនៅរាយប៉ាយជុំវិញភ្នំតែម្ដងមួយវិញទៀតគឺយើងសង្កេតឃើញមានព្រៃវૃក្សាដុះជុំជិតគ្របលើចង្កេះភ្នំគឺនៅសល់តែកំពូលភ្នំតែប៉ុណ្ណោះដែលជាទីធ្លាមានការកសាងប្រាសាទបុរាណដែលមានឈ្មោះថាប្រាសាទចៅស្រីវិបុលហើយនឹងមានព្រះវិហារព្រះពុទ្ធសាសនាសម័យថ្មីមួយទៀត
ដែលមានសភាពចាស់ទ្រុឌទ្រោមដែលយើងប៉ាន់ស្មានទៅគឺអាយុមិនក្រោម50ឆ្នាំនោះទេប៉ុន្តែព្រះវិហារនេះគឺត្រូវបានបោះបង់ចោលដោយសារតែមានជំនឿជឿថាព្រះសង្ឃដែលគង់នៅលើកំពូលភ្នំឬក៏នៅក្បែរប្រាសាទពីដើមឡើយនឹងគឺមិនសូវជាបានសុខសាន្តនោះទេគឺតែងតែមានជំងឺឈឺស្កាត់ហើយក្រោយមកទៀតព្រះសង្ឃទាំងអស់ក៏បានផ្លាស់ប្ដូរពីលើកំពូលភ្នំចុះទៅរស់នៅឬក៏កសាងវត្តអារាមថ្មីនៅនឹងចង្កេះភ្នំភាគខាងជើងវិញម្ដងតាំងពីនោះមកវត្តនោះឬក៏ព្រះសង្ឃដែលរស់នៅទីនោះក៏ជួបនៅសេចក្តីសុខសាន្តរហូតមកដល់បច្ចុប្បន្នទីនេះគឺជាទីធ្លាដែលនៅទិសខាងលិចនៃព្រះវិហារចំណាស់នោះដែលយើងសន្និដ្ឋានថាប្រហែលជាទីកន្លែងដែលមានការកសាងកុដិឬក៏សាលាផ្សេងៗរបស់ព្រះពុទ្ធសាសនាដែលក្រោយមកត្រូវបានរុះរើទៅនៅខាងក្រោមវិញហើយទីនេះក៏បានក្លាយទៅជាទីធ្លាដែលមិនមានសំណង់អ្វីនោះទេគឺយើងឃើញមាននៅសល់តែព្រះវិហារចាស់ទ្រុឌទ្រោមមួយដែលមានរូបគំនូរទាក់ទងនឹងព្រះពុទ្ធសាសនាដែលត្រូវបានគេបោះបង់ចោលហើយមើលទៅហាក់បីដូចជាស្ងប់ស្ងាត់ហើយនឹងមានអារម្មណ៍ថាមានអ្វីគួរឲ្យខ្លាចខ្លះដែរសម្រាប់ផ្លូវឡើងចុះដែលជាជម្រាលភ្នំនៅទិសខាងលិចនោះគឺនៅក្បែរនឹងព្រះវិហារចាស់នឹងតែម្ដងហើយពេលយើងឡើងមកយើងនឹងឃើញមានព្រះវិហារមុនគេបន្ទាប់មកយើងនឹងឃើញតួប្រាសាទចៅស្រីវិបុលដែលមានទីតាំងស្ថិតនៅទិសខាងកើតនៃព្រះវិហារចំណាស់នោះតែម្ដងបើនិយាយអំពីជំនឿនៃការសាងសង់ព្រះវិហារវិញគឺជាទូទៅគឺតែងតែមានការកសាងឲ្យបែរមុខទៅទិសខាងកើតហើយទិសនោះគឺត្រូវតែជាទិសដែលស្រឡះមិនមានអ្វីបិទបាំងប៉ុន្តែព្រះវិហារមួយនេះគឺយើងឃើញថាមានប្រាសាទបុរាណដែលមានអាយុចំណាស់ប្រហែលជា 1000 ឆ្នាំនៅចំពីមុខនៃព្រះវិហារព្រះពុទ្ធសាសនាដែលគេបោះបង់ចោលមួយនេះសម្រាប់សំណង់ប្រាសាទចៅស្រីវិបុលគឺជាសំណង់ដែលបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាឬក៏សាសនាឥណ្ឌូដែលអាចជាទីតម្កល់ព្រះសិវលិង្គរបស់ព្រះសិវៈឬក៏អាទិទេពណាមួយរបស់សាសនាហិណ្ឌូនោះឯងប៉ុន្តែវត្តឬក៏វិហារដែលជាព្រះពុទ្ធសាសនាបានកសាងបែរមុខទៅចំនឹងប្រាង្គប្រាសាទបុរាណមួយនេះហេតុដូច្នេះតើអាចទេថានេះគឺជាមូលហេតុដែលធ្វើឲ្យព្រះសង្ឃដែលបានមកគង់នៅលើកំពូលភ្នំមួយនេះមានបញ្ហាជំងឺឈឺស្កាត់ដែលមិនអាចរស់នៅបានសុខសាន្តនៅលើកំពូលភ្នំនេះរហូតនោះឡើយតើព្រះសង្ឃនិងអាចារ្យនាំគ្នាបង្ខំចិត្តរុះរើកុដិសាលាទាំងប៉ុន្មានទៅរស់នៅចង្កេះភ្នំជំនួសវិញហើយការរស់នៅចង្កេះភ្នំនោះក៏ទទួលបានសេចក្តីសុខសាន្តរហូតមកដល់បច្ចុប្បន្ននេះប្រាសាទចៅស្រីវិបុលគឺជាសំណង់សាសនាមួយដែលមិនសូវជាមានព័ត៌មានច្រើនទាក់ទងនឹងការកសាងឬក៏ព្រះមហាក្សត្រអង្គណាជាអ្នកកសាងឲ្យបានច្បាស់លាស់នោះទេប៉ុន្តែបើយើងសិក្សាទៅតាមពុកបរជនាហើយនឹងរូបរាងប្លង់នៃសំណង់ប្រាសាទគឺគិតថាប្រាសាទមួយនេះគឺត្រូវបានកសាងឡើងចន្លោះសតវត្សទី11គឺថាក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី1រហូតដល់រាជ្យរបស់ព្រះបាទឧទ័យទិសវរ្ម័នទី2ដែលជាព្រះរាជបុត្ររបស់ព្រះអង្គនោះឯងបើសិនជាប្រាសាទចៅស្រីវិបុលមួយនេះត្រូវបានកសាងឡើងនៅក្នុងរាជ្យរបស់ស្ដេចទាំងពីរអង្គនោះមែនប្រកាសណាស់ថាគឺជាសំណង់ប្រាសាទដែលបានឧទ្ទិសថ្វាយដល់ព្រះសិវៈសម្រាប់តម្កល់ព្រះសិវលិង្គដូចគ្នាទៅនឹងប្រាសាទរបស់ព្រះអង្គផ្សេងៗទៀតផងដែរដូចជាប្រាសាទព្រះវិហារនៅជាដែនកម្ពុជាថៃលើកំពូលភ្នំដែលមានកម្ពស់ប្រមាណ615ម៉ែត្រប្រាសាទភ្នំជីសូរនៅខាងខេត្តតាកែវប្រាសាទឯកភ្នំនៅបាត់ដំបងឬក៏ប្រាសាទបាភួនដែលស្ថិតនៅក្នុងតំបន់អង្គរជាដើមប្រាសាទចៅស្រីវិបុលទោះបីជាស្ថិតនៅមិនឆ្ងាយពីទីរួមខេត្តសៀមរាបប៉ុន្មានក្តីក៏ប្រាសាទនេះគឺទទួលរងនូវការបែកបាក់ខូចខាតស្ទើរតែទាំងស្រុងដោយសារកត្តាធម្មជាតិហើយនឹងសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃអស់រយៈពេលជិត30ឆ្នាំនិយាយអំពីសម័យខ្មែរក្រហមវិញនៅលើកំពូលភ្នំចៅស្រីវិបុលនេះគឺជាចំណុចសង្គ្រាមយ៉ាងក្តៅគគុករវាងកងទ័ពសាធារណរដ្ឋខ្មែរហើយនឹងទាហានប៉ុលពតហើយទីតាំងទាហានព្រៃប៉ុលពតគឺស្ថិតនៅជុំវិញចង្កេះភ្នំនេះតែម្ដងបើយោងតាមសម្ដីរបស់អ្នកភូមិអ្នកស្រុកដែលរស់នៅជុំវិញចង្កេះភ្នំនេះបានឲ្យដឹងថាក
កងទ័ពរបស់សាធារណរដ្ឋខ្មែរគឺមិនអាចធ្វើអ្វីកងទ័ពរបស់ប៉ុល ពត បានទេដោយសារតែទីតាំងឈរជើងរបស់ពួកគេនៅជុំវិញចង្កេះភ្នំហើយប្រហែលជាមានបារមីភ្នំឬក៏អ្នកតាថែរក្សានៅលើភ្នំនោះជាអ្នកជួយបិទបាំងឬក៏ការពារពួកគេអ្នកភូមិដែលរស់នៅទីនោះគឺមានជំនឿថាគឺអ្នកតាដែលថែរក្សានៅលើភ្នំនេះគឺពិតជាពូកែស័ក្តិសិទ្ធិខ្លាំងណាស់ដោយនៅលើកំពូលភ្នំមួយនេះកាលពីដើមឡើយគឺមានការតម្កល់រូបព្រះកំចាយមួយអង្គហើយអ្នកស្រុកអ្នកភូមិពេលដែលឡើងទៅកាន់កំពូលភ្នំមួយនេះគឺមិនមានអ្នកណាហ៊ានមាត់កឬក៏និយាយអ្វីផ្ដេសផ្ដាស់ទេព្រោះខ្លាចបារមីព្រះកំចាយដែលតែងតែធ្វើឲ្យមានការជក់ពោះឬក៏ឈឺស្លាប់នេះបើសិនជាអ្នកដែលបានឡើងទៅលើកំពូលភ្នំនោះនិយាយនៅពាក្យពេចន៍មិនសមគួរឬក៏លេងសើចចំអកឡក់លើយអីជាដើមប៉ុន្តែទោះបីជាមានរឿងជំនឿបែបនេះក៏ដោយរហូតមកដល់សម័យខ្មែរក្រហមកងទ័ពរបស់ខ្មែរក្រហមក៏បាននាំគ្នាសែងយករូបព្រះកំចាយនោះទៅបោះចោលនៅនឹងចង្កេះភ្នំហើយកន្លែងដែលត្រូវបានបោះបង់ចោលព្រះនោះគឺអ្នកស្រុកអ្នកភូមិមិនហ៊ានដើរទៅក្បែរនោះឡើយហើយទោះបីជាសម័យក្រោយៗមកទៀតក៏មិនមានអ្នកណាហ៊ានទៅក្បែរតំបន់នោះរហូតធ្វើឲ្យចំណុចដែលមានការយកព្រះកំចាយទៅបោះចោលនោះคล้ายទៅជាព្រៃរហោឋានរហូតមកដល់សប្តាហ៍ថ្ងៃហើយជំនឿទៅលើបារមីនៃព្រះកំចាយនោះក៏ត្រូវបានសាបរលាបបន្តិចម្ដងរហូតមកដល់សម័យបច្ចុប្បន្ននេះគឺស្ទើរតែគ្មានអ្នកណានឹកដល់ឬក៏និយាយអំពីបារមីព្រះកំចាយនោះទៀតឡើយទោះបីជាសប្តាហ៍ថ្ងៃនេះមានអាជ្ញាធរពាក់ព័ន្ធមួយចំនួនបានទៅរៀបចំឬក៏យកឈើទល់ជ្រងច្រាំងរៀបចេញជារូបរាងប្រាសាទឡើងវិញបានខ្លះក្តីប៉ុន្តែសោភ័ណភាពនិងរូបចម្លាក់នៅតាមតួសិលាពុំមានសេសសល់ទេដោយសារតែពួកទុច្ចរិតបានកាត់ក្បាលយកទៅលក់ឲ្យបរទេសអស់មួយចំនួនធំបើយោងតាមចាស់ព្រឹទ្ធាចារ្យដែលរស់នៅក្នុងតំបន់នេះបានរៀបរាប់ប្រាប់គឺបច្ចុប្បន្ននេះមាននៅសេសសល់បំណែកដងទង់បុរាណដែលធ្វើឡើងពីដើមជើងចាប់ព្រៃដែលបានបាក់បែកដួលរនេករណោនៅជិតក្បែរនោះប៉ុន្តែដងទង់បុរាណនេះនៅពេលដែលខ្ញុំថតគឺមិនបានឃើញនោះទេប្រហែលជានៅទីតាំងណាដែលខ្ញុំមើលមិនឃើញឬក៏ត្រូវបានគេលើកយកទៅណាហើយក៏មិនដឹងចំពោះដងទង់បុរាណនោះគឺអ្នកស្រុកអ្នកភូមិមានជំនឿថាមានឫទ្ធិបារមីពូកែស័ក្តិសិទ្ធិអាចព្យាបាលជំងឺផ្សេងៗបានជាពិសេសចំពោះទារកទើបនឹងកើតគេតែងតែស្ទោះយកបំណែកឈើនេះទៅដាក់លើក្បាលដំណេកដើម្បីសុំសេចក្តីសុខសប្បាយជានាពីជំងឺផ្សេងៗនៅរៀងរាល់ថ្ងៃសៅរ៍អ្នកភូមិតែងតែឮសូរសំឡេងភ្លេងពិណពាទ្យប្រគំល្វើយៗពីលើកំពូលប្រាសាទប៉ុន្តែបច្ចុប្បន្ននេះជួនកាលឮជួនកាលក៏អត់នៅទិសខាងកើតនៃប្រាសាទគឺយើងឃើញមានចេតិយបែបព្រះពុទ្ធសាសនាដ៏ចំណាស់ទន្ទឹមគ្នាពីរដែលជាភ្នូរលោកគ្រូសង្ឃរាជវត្តកាលពីប្រមាណ50ឆ្នាំមុនដែលសង់នៅតាមជម្រាលភ្នំពីក្រោមដើមច័ន្ទរីឯនៅជុំវិញតួប្រាសាទបុរាណវិញគឺមានចេតិយចំនួន3ដែលល្បីតៗគ្នាមកថាគឺជាចេតិយរបស់ព្រះបាទយសកេហើយនិងព្រះមហេសីព្រមទាំងបុត្រាព្រះនាមព្រះបាទចៅស្រីវិបុលកេតាក់ទងទៅនឹងប្រាសាទចៅស្រីវិបុលកេនេះផងដែរក៏មានរឿងនិទានបុរាណដំណាលតៗគ្នាមកថាកាលពីដើមឡើយគឺមានព្រះមហាក្សត្រមួយអង្គព្រះនាមយសកេហើយនិងព្រះអគ្គមហេសីរបស់ព្រះអង្គព្រះនាមសវណ្ណមេលាបានគ្រប់គ្រងនៅនគរមួយនគរនោះដើម្បីឲ្យងាយយល់យើងសន្មតថាជានគរខ្មែរទៅចោះព្រះបាទយសកេហើយនិងព្រះអគ្គមហេសីគឺជាក្សត្រដែលមានទសពិធរាជធម៌មានចិត្តសប្បុរសហើយថ្ងៃមួយមានមហាក្សត្រនគរជិតខាងមួយមានក្តីលោភលន់ចង់បានព្រះនគររបស់ព្រះអង្គក៏បានលើករេពលមកច្បាំងដណ្ដើមយកទឹកដីព្រះបាទយសកេដែលឃើញរេពលរបស់ខ្មាំងសត្រូវមកច្រើនពេកព្រះអង្គក៏មានចិត្តអាណិតអាសូរដល់ប្រជានុរាស្ត្ររបស់ព្រះអង្គក៏បានសម្រេចព្រះទ័យភះព្រះអង្គនិងមហេសីយាងចូលទៅក្នុងព្រៃដើម្បីលាក់ព្រះកាយហើយក៏ទុកឲ្យនគររបស់ព្រះអង្គទៅកាន់ព្រះរាជាដែលមកឈ្លានពាននោះយកទៅគ្រប់គ្រងបន្ត
ប៉ុន្តែទោះបីជាព្រះអង្គបានលះបង់នគរទៅហើយក្តីក៏ព្រះរាជាដែលមកឈ្លានពាននោះនៅតែមិនអស់ចិត្តដោយបានបញ្ជាឲ្យកងពលសេនាទៅតាមចាប់ព្រះអង្គឲ្យទាល់តែបានដើម្បីយកមកធ្វើទុក្ខទោសយ៉ាងព្រៃផ្សៃតាមដែលខ្លួនចង់ធ្វើពេលដែលភៀសព្រះកាយនោះគឺព្រះអង្គនិងព្រះអគ្គមេស័យមិនបាននៅជុំគ្នានោះទេដូច្នេះនៅពេលដែលព្រះអង្គត្រូវបានចាប់ខ្លួនព្រះនាងសវណ្ណមេលាក៏គង់នៅតែម្នាក់ឯងហើយនៅគ្រានោះផងដែរព្រះនាងក៏កំពុងតែមានផ្ទៃពោះជិតគ្រប់ខែផងដែរចំណេរក្រោយមកទៀតប្រមាណជា16ឆ្នាំព្រះរាជកុមារដែលប្រសូតពីព្រះនាងសវណ្ណមេលាក៏តែងតែដណ្ដេញសួរអំពីព្រះបិតារបស់ខ្លួនដោយមើលឃើញថារាជបុត្ររបស់ខ្លួនបានធំពេញវ័យទៅហើយនោះព្រះនាងសវណ្ណមេលាក៏បានរៀបរាប់នៅរឿងរ៉ាវទាំងអស់ឲ្យទៅរាជបុត្រាបានស្ដាប់ពេលដែលរាជបុត្របានដឹងនៅរឿងរ៉ាវចប់សពគ្រប់អស់ហើយក៏បានសុំព្រះមេដាទៅរំដោះព្រះបិតាតែព្រះមេដាក៏បានផ្ដាំទៅរាជបុត្រាថាបើសិនជាកូនទៅហើយគឺសូមកុំឲ្យហួស7ថ្ងៃបើសិនជាហួសមេដានឹងបែកទ្រូងស្លាប់មិនខានស្ដាប់ហើយរាជបុត្រាក៏បានចេញដំណើរទៅយ៉ាងប្រញាប់ដើម្បីសង្គ្រោះព្រះបិតារបស់ខ្លួនពេលដែលបានជួបនឹងព្រះបិតាហើយគឺជាថ្ងៃដែលគេត្រូវប្រហារជីវិតព្រះបាទយសកេតែម្ដងហេតុដូច្នេះហើយព្រះរាជកុមារវិបុលគេក៏បានសុំស្លាប់ជំនួសព្រះបិតាដោយយល់ឃើញថាការសម្លាប់ព្រះរាជបុត្ររបស់ស្ដេចដែលជាគូសត្រូវគឺជាការដកបន្លាចចេញពីទ្រូងដូច្នេះហើយព្រះរាជាអង្គនោះក៏បានព្រមឲ្យរាជបុត្រនោះស្លាប់ជំនួសនៅពេលដែលព្រះរាជកុមារវិបុលគេត្រូវបានគេចងយកទៅប្រហារជីវិតនោះគឺមានអភិញ្ហាអស្ចារ្យបានកើតឡើងដោយដាវពេជ្ឈឃាតក៏បានប្រែជាទន់ដូចសម្លៃពុំអាចសម្លាប់ព្រះអង្គបានឡើយដោយមានហេតុភេទឬក៏អភិញ្ហាចម្លែកបែបនេះហើយបានធ្វើឲ្យព្រះរាជាដែលមកឈ្លានពាននោះមានការភ្ញាក់ផ្អើលនិងមានការខ្លាចរអាចំពោះបារមីរបស់ព្រះរាជកុមារវិបុលគេរួចហើយក៏បានសូមប្រគល់នគរទៅឲ្យព្រះបាទយសកេវិញហើយក៏សូមដកខ្លួនចេញពីការឈ្លានពាននោះអាណាប្រជានុរាស្ត្រទូទាំងនគរព្រមទាំងមន្ត្រីរាជការព្រាហ្មណ៍បរោហេតុទាំងឡាយគឺមានការស្ងើចនៅបារមីហើយនឹងអំណាចរបស់ព្រះរាជកុមារគ្រប់គ្នារួចហើយក៏បានរៀបចំអភិសេកព្រះអង្គវិបុលគេពេលនោះឲ្យคล้ายទៅជាព្រះរាជាស្របពេលនោះដែរព្រះរាជកុមារក៏បានប្រាប់អំពីបណ្ដាំព្រះមេដាឲ្យព្រះបិតាដឹងថាយប់នេះគឺជាយប់គម្រប់7ថ្ងៃដែលព្រះមេដាត្រូវឲ្យយើងត្រឡប់ទៅជួបព្រះអង្គវិញជាទុកទម្នេញនៅតាមផ្លូវត្រឡប់ទៅវិញព្រះអង្គទាំងពីរក៏ជួបឧបទ្ទហេតុទម្រាំតែធ្វើដំណើរទៅដល់ពេលវេលាគម្រប់7ថ្ងៃក៏ត្រូវបានហួសផុតហើយព្រះមេដាក៏បានសោយទីបង្គត់ផុតទៅព្រះរាជកុមារមានក្តីវិតកសោកស្ដាយចំពោះព្រះមេដាយ៉ាងខ្លាំងក៏បានសម្រេចផ្ទំទ្រាំពីលើមឈូសរបស់ព្រះមេដាបង្អត់បាយក្រហាយទឹករហូតសោយទីបង្គត់នៅពេលនោះផុតទៅមានឯកសារមួយបានសរសេរបញ្ជាក់ថាហេតុដូចនេះហើយទើបបានជានៅផ្តែរខ្លងទ្វារខាងលិចមានរូបចម្លាក់មនុស្សប្រុសទ្រាំពីលើមឈូសផ្កាឈូកដែលតំណាងឲ្យព្រះបាទវិបុលគេផ្ទំទ្រាំពីលើមឈូសរបស់ព្រះមេដារបស់ខ្លួនដែលសប្តាហ៍នេះចម្លាក់មួយនោះគឺត្រូវបានបាត់បង់សោភ័ណភាពដើមអស់ទៅហើយនៅពេលដែលខ្ញុំថតនេះគឺមិនទាន់បានសង្កេតឃើញរូបចម្លាក់នោះនៅឡើយទេក្នុងរឿងព្រេងដំណើរនោះក៏បានបញ្ជាក់ផងដែរថាទីកន្លែងដែលព្រះអង្គទ្រង់ផ្ទំទ្រាំលើមឈូសរបស់ព្រះមេដានោះគឺត្រូវបានព្រះបិតាគឺព្រះបាទយសកេបានកសាងប្រាសាទឡើងហើយក៏បានប្រសិទ្ធនាមថាប្រាសាទចៅស្រីវិបុលគេដែលសប្តាហ៍នេះគឺជាប្រាសាទចៅស្រីវិបុលដែលយើងកំពុងតែទស្សនានិងស្ដាប់រឿងរ៉ាវរបស់ព្រះអង្គនោះឯងចឹងរឿងរ៉ាវតាក់ទងនឹងប្រវត្តិឬក៏រឿងព្រេងដែលនិយាយអំពីប្រាសាទចៅស្រីវិបុលឬក៏ប្រាសាទវិបុលគេនោះគឺបងប្អូនបានដឹងជ្រាបខ្លះៗហើយប៉ុន្តែអ្វីដែលមិនអស់ចិត្តគឺខ្ញុំនៅតែមានការសង្ស័យថាហេតុអ្វីបានជាប្រាសាទមួយនេះនៅទិសខាងកើត
គឺមិនមានចិន្តាឡើងត្រង់ចេញពីខ្លោងទ្វារខាងកើតទៅកាន់តួប្រាសាទដែលនៅខាងលើនោះបែរជាមានកម្មចិន្តាឬក៏រូបរាងពីរ៉ាមីតដែលនៅគៀនក្បែរដែលមើលទៅហាក់បីដូចជាជញ្ជាំងដែលគេកសាងឡើងមិនមែនជាចិន្តាសម្រាប់ឡើងទៅកាន់កំពូលប្រាសាទដែលនៅខាងលើនោះឡើយខ្ញុំគឺជាអ្នកដែលចូលចិត្តសង្កេតនិងចូលចិត្តស្វែងយល់ទាក់ទងនឹងសំណង់ប្រាសាទបុរាណខ្ញុំដើរមើលក្រឡឹងជុំវិញហើយនឹងឡើងចុះច្រើនដងឃើញថាប្រាសាទមួយនេះនៅទិសខាងកើតគឺពិតជាមិនឃើញមានកម្មចិន្តាដែលងាយស្រួលក្នុងការឡើងទៅកាន់កំពូលប្រាសាទដែលនៅខាងលើនោះឡើយគឺយើងឃើញមានតែខូបរៈប៉ុន្តែយើងមិនឃើញមានចិន្តាដែលតពីខូបរៈនោះឡើងទៅកាន់តួប្រាសាទខាងលើនោះទេនេះគឺជាចម្ងល់មួយហើយក៏ខ្ញុំមិនដែលធ្លាប់ឃើញពីមុនមកនោះឡើយនេះបងប្អូនសង្កេតមើលចុះអគារសំណង់បែបបាក់ដែលបងប្អូនឃើញនេះគឺជាកុបរៈដែលនៅទិសខាងកើតនៃប្រាសាទចៅស្រីវិបុលហើយនៅត្រង់ពីក្រោយកុបរៈនោះជាធម្មតាឬក៏ប្រាសាទផ្សេងគឺវាមានចិន្តាសម្រាប់ឡើងទៅកាន់តួប្រាសាទដែលនៅខាងលើប៉ុន្តែពីក្រោយកុបរៈមួយនេះគឺយើងឃើញតែច្រាំងឬក៏ចំណោតថ្ម3ក្រៀមដែលមានកន្លាក់ដូចកម្មចិន្តាមែនប៉ុន្តែសំណង់នោះខ្ញុំគិតថាគឺជាសំណង់សម្រាប់តុបដីដើម្បីកុំឲ្យបាក់មកខាងក្រោមទេមិនមែនជាចិន្តាសម្រាប់យើងឡើងទៅកាន់តួប្រាសាទដែលនៅខាងលើនោះឡើយបងប្អូនអាចឆ្ងល់ទៀតថាហេតុអ្វីបានជាត្រូវតុបដីក្រែងនេះគឺជាភ្នំមែនទេខ្ញុំសូមបកស្រាយថាភ្នំធម្មជាតិគឺវាមិនដែលមានផ្ទៃឬក៏ទីធ្លារាបស្មើទេហេតុដូច្នេះហើយកន្លែងណាដែលវាផតកន្លែងណាដែលមិនស្មើគេអាចនឹងចាក់ដីថែមហើយកន្លែងណាដែលខ្ពស់ឬក៏ស្រួចគេនឹងកាត់តម្រឹមនេះចំណុចនេះគឺខ្ញុំថតពីក្រោយខូបរៈដែលជាធម្មតាគឺជាកម្មចិន្តាឡើងទៅខាងក្រោយខ្ញុំបាទនេះតែម្ដងប៉ុន្តែពីក្រោយខូបរៈនេះគឺជាចំណោតដ៏ខ្ពស់ហើយគឺជាជញ្ជាំងភ្នំតែម្ដងហើយជញ្ជាំងនេះមិនមែនថាឡើងមិនកើតនោះទេគឺឡើងកើតដោយសារតែថ្ម3ក្រៀមគេធ្វើជាកន្លាក់ដោយកម្មចិន្តាអញ្ចឹងកាន់តែថាធម្មតាផ្លូវចូលប្រាង្គប្រាសាទបុរាណវាតែងតែមានចំណុចសំខាន់ណាមួយដែលវាទូលាយហើយកម្មចិន្តាឡើងចុះដែលធំជាងគេគឺនៅភាគខាងកើតនោះឯងប៉ុន្តែនេះគឺយើងឃើញតែជញ្ជាំងឬក៏ថ្ម3ក្រៀមដែលគេតម្រៀបមើលទៅហាក់បីដូចជាផ្ទាំងថ្ម3ក្រៀមដែលគេធ្វើដើម្បីតប់ដើម្បីកុំឲ្យដីរលុះបាក់មកពីលើអញ្ចឹងប៉ុន្តែខ្ញុំសង្កេតឃើញមានសឹងចំនួន2ដែលនៅសងខាងកុបរៈនេះគឺហាក់បីដូចជាសឹងដែលយើងតែងតែឃើញនៅសងខាងកម្មចិន្តាឡើងទៅកាន់ប្រាសាទដូចគ្នាផងដែរតែហេតុអ្វីបានជាគេមិនធ្វើចិន្តាឲ្យធំទូលាយច្បាស់ដូចនឹងប្រាសាទផ្សេងអានេះគឺជាចម្ងល់ផ្ទាល់ខ្លួនរបស់ខ្ញុំបាទនេះបងប្អូនដែលបងប្អូនឃើញនេះគឺជារូបសឹងដែលនៅសងខាងចិន្តាឬក៏ផ្លូវចូលទៅកាន់ប្រាសាទឬមួយក៏ចិន្តាបុរាណដែលបានកសាងឡើងសម័យជាមួយគ្នានឹងប្រាសាទចៅស្រីវិបុលនេះវាបានបាក់បែកខូចខាតអស់ទៅហើយក៏មានការជួសជុលនៅសម័យក្រោយទៀតធ្វើឲ្យបាត់សំណង់ចាស់ឬក៏យ៉ាងណាដោយសារតែប្រាសាទមួយនេះគឺខ្ញុំរកឯកសារមិនសូវឃើញមានច្រើនទេហើយឯកសារមួយចំនួនគឺសរសេរជាន់គ្នាដដែលស្តៀងគ្នាចឹងហើយអានេះគឺខ្ញុំសួរទៅកាន់បងប្អូនឬក៏អ្នកដែលមានជំនាញឬក៏អ្នកដែលបានស្វែងយល់ទាក់ទងនឹងប្រាសាទមួយនេះច្បាស់ថាវាមានរឿងរ៉ាវហេតុការណ៍យ៉ាងណាក៏បងប្អូនជួយបញ្ចេញជាមតិយោបល់បង្ហាញដើម្បីជាប្រយោជន៍និងចំណេះដឹងជូនបងប្អូនអ្នកទស្សនារួមទាំងខ្ញុំបាទផងដែរមានរឿងមួយទៀតដែលខ្ញុំចង់បង្ហាញឲ្យបងប្អូនបានយល់កាន់តែច្បាស់ទាក់ទងនឹងរចនាសម្ព័ន្ធនៃប្រាសាទមួយនេះគឺខ្ញុំជួបប្រទះនៅជំពុយសម្រាប់បង្ហូរទឹកដែលជំពុយនេះគឺពីដើមឡើយគេធ្វើសម្រាប់បង្ហូរទឹកដែលគេធ្វើពិធីនៅក្នុងប្រាង្គប្រាសាទនិយាយដោយរួមគឺជាទយោបង្ហូរទឹកមន្តដែលគេធ្វើប្រារព្ធពិធីនៅខាងក្នុងប្រាសាទ
គឺថាលទ្ធិប្រមាញ់សាសនាឬក៏អ្នកគោរពលទ្ធិសេវនិកាយនៅក្នុងប្រាង្គប្រាសាទតែងមានការតម្កល់ព្រះសិវលិង្គជាមួយនឹងឋានយោនីហើយពួកព្រាហ្មណ៍ឬក៏អ្នកដែលធ្វើប្រពៃពិធីកម្មផ្នែកសាសនាព្រាហ្មណ៍ឬក៏លទ្ធិសេវនិកាយហ្នឹងគឺពួកគាត់មានគ្រឿងសក្ការៈបូជាផ្សេងៗដើម្បីយកមកស្រោចស្រពមកលើព្រះសិវលិង្គហ្នឹងហើយចេញពីសិវលិង្គនោះគេមានទៅយកបង្ហូរទៅតាមទិសទាំង4ហើយប្រាសាទខ្លះក៏មានតែទៅទិសខាងជើងប៉ុន្តែប្រាសាទមួយនេះគឺចម្លែកត្រង់ថាទៅយកបង្ហូរទឹកឬក៏ចំពោះទឹកនេះគឺនៅទិសខាងត្បូងនៃប្រាង្គប្រាសាទទៅវិញខ្ញុំសង្កេតមើលទិសទាំង4នៃប្រាង្គប្រាសាទចៅស្រីវិបុលនេះគឺឃើញមាននៅសល់តែអគារមួយនេះទេគឺនៅទិសខាងត្បូងចំណែកទិសខាងកើតទិសខាងលិចនិងទិសខាងជើងគឺយើងមិនឃើញមានអគារសំណង់ធំនេះទេប៉ុន្តែប្រហែលជាមានពីមុនដែលសប្តាហ៍ថ្ងៃត្រូវបានគេរើចេញឬក៏យ៉ាងណាព្រោះថានៅទិសខាងជើងនៃប្រាសាទឬក៏ចង្កេះភ្នំចៅស្រីវិបុលនេះគឺជាវត្តអារាមព្រះពុទ្ធសាសនាសម័យថ្មីប៉ុន្តែនៅទិសខាងត្បូងនេះគឺជាព្រៃព្រឹក្សាដែលមិនមានការរុះរើឬក៏ទន្ទ្រានធ្វើជាអ្វីផ្សេងៗទៀតនោះឡើយខ្ញុំសូមបញ្ជាក់បន្ថែមផងដែរថាចំពោះទឹកដែលគេបង្ហូរចេញមកខាងក្រៅប្រាសាទហ្នឹងគឺប្រហែលជាសម្រាប់ឲ្យអ្នកដែលមានសទ្ធាជ្រះថ្លាឬក៏អ្នកដែលបូជាសាសនាហិណ្ឌូលទ្ធិសីវនិកាយហ្នឹងបានទទួលនៅទឹកមុនដែលបង្ហូរចេញមកពីព្រះសិវលិង្គដែលនៅខាងក្នុងប្រាសាទដើម្បីឲ្យខ្លួនឯងហ្នឹងបានទទួលនៅសិរីសួស្តីសុភមង្គលចម្រុងចម្រើនអីផ្សេងទៅណានេះគឺតាមជំនឿរបស់ពួកគាត់ហើយនៅផ្នែកខាងត្បូងនៃប្រាសាទចៅស្រីវិបុលនៅត្រង់ចង្កេះភ្នំនេះផងដែរគឺយើងឃើញមានស្រះបុរាណដ៏ធំមួយគឺវាបានហួតហែងទឹកអស់ទៅហើយប៉ុន្តែនៅចំកណ្ដាលស្រះនោះគឺយើងឃើញមានដើមឈើចម្លែកមួយដុះនៅចំកណ្ដាលតែម្ដងគឺវាអត់ងាប់ទេប្រៀបបីដូចជាកោះអញ្ចឹងនេះគឺរឿងមួយដែលថាគួរសង្កេតដែរណាប៉ុន្តែនៅទិសឬក៏ជ្រុងផ្សេងទៀតគឺអត់មានស្រះនេះទេគឺនៅតែទិសខាងត្បូងសម្រាប់រឿងរ៉ាវទាំងឡាយដែលបងប្អូនបានស្ដាប់និងទស្សនាកន្លងមកនេះគឺជាការសង្កេតនិងការស្វែងរកនៅព័ត៌មានបានមួយចំនួនតែប៉ុណ្ណោះហើយដូច្នេះហើយវាគ្រប់ជ្រុងជ្រោយឬក៏ជាប្រយោជន៍ដល់បងប្អូនបានកម្រិតណាក៏សូមបងប្អូនធ្វើការត្រិះរិះពិចារណានិងស្វែងយល់ទៅតាមការយល់ឃើញរៀងៗខ្លួនសម្រាប់ពេលនេះខ្ញុំបាទសូមថ្លែងអំណរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយនឹងសូមជម្រាបលា